អូជីដែលស្ថិតនៅត្រង់ព្រំប្រទល់ខេត្តឧត្តរមានជ័យនិងសៀមរាបរងការខូចខាតឆ្លងកាត់លែងកើតតែម្ដងក្រោយយោធាចោលឈ្លានពានថៃប្រើប្រាស់យន្តហោះចម្បាំង F16 ចំនួន2គ្រឿងមកទម្លាក់គ្រាប់ចំកាលពីយប់ថ្ងៃទី19ខែធ្នូឆ្នាំ2025ក្រសួងកាពិជាតិបានឲ្យដឹងថាករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅវេលាម៉ោង 10:58 នាទីយប់នៅថ្ងៃទី19ខែធ្នូឆ្នាំ2025ដោយបានបន្តប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានអូជីស្ថិតនៅភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រីស្នំខេត្តសៀមរាបបើយោងតាមក្រសួងការពារជាតិសកម្មភាពខាងលើជាការវាយប្រហារដ៏កម្រោលដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ